សូមជូនរឿងឪពុកក្មេកឬកូនប្រសាកាលពីព្រេងនាយមកមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតងមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយនោះមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអើអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវតមជេរម្ដាយគេហើយទទួលបម្រើអញតាមពាក្យអញទើបអញឲ្យឯងបើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយទៅឯងកុំថាអញកាចណាកំឡោះនោះថាខ្ញុំបាទតមជេរម្ដាយគេបានហើយធ្វើការអ្វីក៏បានទាំងអស់ខ្ញុំបាទទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាអើបើឯងតមជេរម្ដាយគេបានមែនឯងទៅសិនចុះព្រឹកត្រីឯងមកវិញពីព្រលឹមកំឡោះនោះក៏លាវិលទៅផ្ទះវិញព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកនោះប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះក៏ប្រាប់ទៅកូនប្រសាថាណែកូនចូលកូនទៅចាប់ក្របីទៅភ្ជួរស្រែកូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំទេវហើយសឹមឯងដោះក្របីអ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំក្របីដើរពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថាណយចុះឯងដោះក្របីលែងហើយទៅផ្ទះឯងចុះអញផ្ដាច់កូនហើយត្បិតឯងតម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលែងហើយទៅផ្ទះវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្គាប់ដោយកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវែកបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំក្របីក៏អស់ជើងដើរពុំរួចកាលបាញាក់កំឡោះបក្របីទៅបោចិត្តថ្មនោះញាក់ធ្វើជាស្ដីថាអូលោកថ្មអើយយំឡើងក្របីដើរពុំរួចអាណិតក្របីផងទៅខ្លួនខ្ញុំឥតបាយអីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក៏បីចុកត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំអ្នកកំឡោះនោះក៏មិនជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្មលុះយាយយូរទៅតានោះមើលមកឃើញក្របីដើរពុំរួចមែនគាត់នឹកអាណិតក្របីគាត់ក៏យំក្រោយថ្មនោះលឺតែទេវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំឡោះនោះស៊ីលុះល្ងាចតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចុះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុះយប់មកលបចាំស្ដាប់យកការក្រោមដំណែកតានោះព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់ទាល់តែដេកលក់វេលាយប់តាចាស់ចរដេកក៏និយាយនឹងយាយថាដូនអានេះវាតមជេរម្ដាយបានហើយប៉ុន្តែរូបរាងវាអាក្រក់ណាស់មិនសមនឹងកូនយើងដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាច់វាទៅដូនឆ្លើយថាងាយទេបើដូច្នេះចូលតាឯងចូលក្នុងការុងមួយទៀតដាក់អង្ករព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់អុកលើភ្នំមុនហើយខ្ញុំឲ្យវារែកតាឯងនិងអង្ករទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតាឯងនៅក្នុងការុងស្រាប់នឹងលឺហើយមកវិញផ្ដាច់វាបានដោយងាយតាយាយគិតគ្នាដូច្នោះហើយក៏ដេកទៅឯញាក់កំឡោះលោបចង់ស្ដាប់ក្រោមដំណែកតានោះឮដឹងការហើយក៏វិលទៅដេកឯផ្ទះព្រឹកឡើងញាក់កំឡោះនោះទៅបម្រើម្ដាយក្មេកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអំរែកហើយប្រាប់ថាកូនអើយឯងទៅកាប់អុសលើភ្នំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះឡើងទៅតាមឲ្យឆាប់
ត្បិតគាត់ទៅតាំងពីព្រឹកមិនទាន់ទាំងហូបបាយផងមានតែកូនឯងរែកទៅឲ្យឆាប់និងអាវដណ្ដាំបាយឲ្យឪឯងហូបអ្នកកំឡោះទទួលអំរែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយស្ដីថាអូឪអើយខ្ញុំធ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះនរណានឹងរែកឡើងទៅវិញរួចបើឪមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួលនិយាយហើយរែកចុះមកវាលវិញលុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះហើយដើរទៅបាត់មួយស្របុកទើបដើរត្រឡប់មកវិញយកភ្លើងដុតអំរែកលុះភ្លើងឆេះស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅក្នុងអំរែកគាត់ក៏បំរាន់ញ័រទាំងការុងភ័យក្រែងភ្លើងឆេះស្លាប់ចោលប៉ុន្តែចេញមិនរួចទេអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថាជើនរណាដុតភ្លើងឆេះអំរែកអញធ្វើដូចម្ដេចអញនឹងចូលទៅបានបើភ្លើងឆេះជុំវិញដូច្នេះចូលមិនចុះទេថាហើយឈរស្រែកនៅក្រៅលុះភ្លើងឆេះដល់ការុងដឹងថាតាចាស់ក្តៅណាស់ហើយតើបស្ទុះចូលទៅអូអំរែកចេញពីភ្លើងរួចហើយភ្លើងក៏ឆេះដាច់ខ្សែការុងលោកតាចាស់បំរាស់ញ័រតើបញាក់កំឡោះស្រាយការុងចេញឃើញតាឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជម្រាបថាជើលោកឪពុកម្ដេចក៏មិនប្រាប់កូនគុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយតាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេចឡើយឡើងដារទៅញយមកផ្ទះវិញទ្រាំខ្លួនមួយថ្ងៃណាមួយដោយវាអូសចេញពីភ្លើងណាមួយដោយរលាកភ្លើងមកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់ដល់ផ្ទះហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសមកឯកូនប្រសាលាទៅផ្ទះដល់យប់ក៏មកពូនក្រោមផ្ទះលោបចាំស្ដាប់ទៀតលុះយប់តាចាស់ដូនចាស់ជួលដេកក៏និយាយគិតគ្នាទៀតតាថាគិតដូចម្ដេចនឹងផ្ដេចវាបានអានេះមានប្រាជ្ញាណាស់តែបើឲ្យកូនយឿនទៅវាមិនសមនឹងកូនយឿនពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុនវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែវាមិនជេរម្ដាយទេវារកទីណាមានស្បូវស្ងួតវារែកអំរែកទៅដាក់កណ្ដាលស្បូវហើយវាដើរទៅរកភ្លើងមកដុតជុំវិញលុះដល់ភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងនេះឆេះអំរែកវាអស់ហើយវាឈរស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះដល់ក្តៅរលាកឯងទៅហើយទើបបានវារត់ចូលទៅអូសចេញមកអញភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ការុងជក់អញរលាកអស់ទាំងខ្លួនឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាត់វាបានយាយថាឥឡូវនេះយើងគិតថាតាឯងធ្វើម្ចាស់ឲ្យវាធឺឆ្កែនាំទៅបណ្ដារកអណ្ដោកឲ្យវាដូចឆ្កែបើវារកអណ្ដោកមិនបានឬវាបោលមិនទាន់ទេនោះយើងផ្ដាត់វាបានតាចាស់ថាតាចាស់ថាដូនគិតដូច្នេះត្រូវព្រឹកអញធ្វើដូចជាឯងថាតាយើយគិតគ្នាហើយដេកទៅឯអ្នកកំឡោះនោះស្ដាប់ដឹងការអស់ហើយវិលទៅដេកឯផ្ទះវិញដល់មួនរងាវទើបពុនអណ្ដោកយកទៅចងទុកក្នុងកំពូតស្មៅវាលឯនេះឯនោះពីងពេញតែវាលដែលតាចាស់គាត់គិតទៅរកអណ្ដោកនោះហើយវិលមកផ្ទះដេកធឿប្រងើយទៀតលុះព្រឹកប្រហាមឡៃចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេកក៏ឲ្យកូនក្រមុំលើកបាយលើកមកឲ្យស៊ីរួចហើយក៏ប្រាប់ថាកូនឥឡូវនេះយើងទៅបណ្ដាអណ្ដោកប៉ុន្តែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែឪធ្វើម្ចាស់យើងទៅរកក្រែងបានមួយពីរយកមកស៊ីចៅនោះឆ្លើយបាត់ហើយតាចាស់ពុនបាយសំណុំទឹកបំពង់ដើរចេញពីផ្ទះទៅឯចៅនោះក៏បោលជើងបួនតាមក្រោយទៅដល់វាវកំលែងវាចងអណ្ដោកនោះវាក៏បោលទៅមុខចូលកំពូតស្មៅមួយធ្វើជាកោះងងតាចាស់រត់ទៅដល់វាខំបានអណ្ដោកមួយហើយទៅទៀតខំបានអណ្ដោក6 7ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់ក៏អង្គុយគិតនឹងស្រាយបាយស៊ីឆ្កែមើលទៅខាងឃើញក្របីមួយហ្វូងក៏បោលទៅដេញក្របីបោលចូលស៊ីស្រូវស្រែអ្នកស្រុកតាចាស់ឃើញហើយរត់ទៅដេញក្របីចេញពីស្រែឆ្កែបោលមកស៊ីបាយអស់ហើយបោលទៅបាត់ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញរកបាយស៊ីខ្វៀនព្រោះឆ្កែស៊ីអស់ខឹងណាស់ដេញវាយពុំទួនណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះវិញទាំងអត់បាយដើរពុំចង់រួចបន្ទោសឆ្កែមិនបានទេត្បិតវាចំណាំអីចឹង
ដូលផ្ទះស៊ីបាយរួចហើយប្រាប់កូនប្រសាថាកូនឯងទៅផ្ទះចុះព្រឹកសើមកវិញដល់យប់កូនប្រសាមកស្ដាប់តាយាយគិតគ្នាទៀតលុះដល់យប់តាយាយជួលដេកតានិយាយប្រាប់យាយពីរឿងកូនប្រសាបាបហើយបង្អត់ទាំងបាយផងដូនថាណោះហើយកូនទៅវាទៅផ្ដាច់វាមិនបានទេអានេះមានប្រាជ្ញាណាស់ឯងគិតអីក៏វាដឹងមុនអស់ទាំងហើយវាធ្វើបាបស្ទើរតែស្លាប់ម្ដេចក៏មិនរៀងតាចាក់ឆ្លើយថានឹងឲ្យវាទៅមើលទៅរូបរាងវាមិនសមនឹងកូនយើងសោះប៉ុន្តែយើងធ្វើកលឲ្យវាខឹងឲ្យវាជេរម្ដាយវាមិនជេរដូច្នេះដូនជួយគិតអញម្ដងបើវាធ្វើតាមមិនបានសើមផ្ដាច់កូនពីវាដូនចាស់ថាឥឡូវនេះមានតែដល់ពេលមន់រងាវតាឯងលុបមុខស៊ីស្លាហូបបាយចូលទៅក្នុងការុងមួយទៀតច្រកអង្គរបើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថាតាឯងទៅផ្សារទិញអីវ៉ាន់ហើយខ្ញុំប្រាប់វាឲ្យរែកទៅតាមឲ្យតន់នៅវេលាស៊ីបាយព្រឹកត្បិតផ្លូវផ្សារក៏ឆ្ងាយដែរបើវារែកទៅមិនទាន់ទេនោះលុះមកវិញនឹងផ្ដាច់កូនពីវាបានងាយមួយទៀតតែទៅដល់កណ្ដាលផ្លូវវាមុខជាធ្ងន់វាប្រហែលជាវាគិតឃើញថាស្ងាត់ហើយវាជេរមិនខានតាចាស់នឹងយាយគិតគ្នាហើយដេកទៅឯកូនកំឡោះនោះស្ដាប់ដឹងការអស់ហើយវិលទៅដេកឯផ្ទះវិញលុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកម្ដាយក្មេកគៀតតាយាយឲ្យកូនក្រមុំលើកបាយលើកមកឲ្យចៅនោះស៊ីទៀតស៊ីហើយក៏ប្រគល់អំរែកឲ្យកូនប្រសារែកទៅតាមឪពុកក្មេកឯផ្សារដូចគិតគ្នាពីល្ងាចចៅនោះរែកទៅហើយគិតថាម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះឲ្យកូនមកអញកុំឲ្យគាត់រកកលធ្វើបញ្ឆោតអញក្រោយទៀតហើយគិតតែរែកទៅដើរទៅដល់កណ្ដាលផ្លូវដាក់អំរែកចុះហើយថាការុងនេះចងមាត់មិនជាប់វាយកខ្សែចងថែមទៀតលុះរែកទៅដល់កន្លែងមានព្រែកមានស្ពានក៏ដាក់អំរែកលើស្ពានឲ្យប្របេះត្រង់ចុងក្តារនៅតែបន្តិចនឹងធ្លាក់ពីស្ពានហើយថាអញអើយថ្ងៃណាស់ហើយម្លេះសុំឪពុកអញជេរមិនខានអំរែកធ្ងន់រែកឲ្យទាន់ម្ដេចណយឪពុកជេរក៏ជេរចុះអញដាក់នៅនេះទៅវាលសិនសឿមទៅទៀតនិយាយបណ្ដាដើរបណ្ដាមួយស្របុកក៏កាន់ឈើមួយធំដើរមកញីបុកស្ពានលឺក្រាងធ្វើហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អំរែកលើស្ពានដំរីអញវាជន់ខូចអស់ហើយយកចេញឲ្យឆាប់ស្រែកហើយបុកស្ពានក្រាងដើរចូលមកឯឪពុកក្មេកនៅក្នុងការុងគិតស្មានថាដំរីមែនភ័យក្រែងជន់ស្លាប់ក៏ខំបំរាក់ជិះផ្លូវដំរីហួសពីក្តារធ្លាក់ទៅក្នុងទឹកចូលការុងគាត់ឆ្លួកទឹកត្រដោញ័រទាំងការុងស្ទើរតែនឹងស្លាប់ឯកូនប្រសាឃើញដូច្នេះក៏ទុកឲ្យផឹកទឹកបន្តិចឲ្យអស់ខូចទៀតហើយធ្វើជាដើរមកពីវាលស្រែកថានរណាហ៊ានបោដំរីឆាយអំរែកអញឲ្យធ្លាក់ក្នុងទឹកតទឹកអង្គអញអស់អញអើយឪពុកជេរថែមទៀតថ្ងៃក៏កាន់តែខ្ពស់ហើយអង្គតទឹកថែមទៀតអ្នកកំឡោះឃើញឪពុកក្មេកបំរាស់ញ័រក្នុងការុងក៏ថាមានត្រីមកប្របេះផងណយអញចុកទៅស្រង់វាមកមើលថាហើយក៏លោតទៅស្រង់ឡើងមកមើលហើយថាបើវាទៅទឹកនឹងស្រែហៅថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪពុកថាហើយស្រែមើលឃើញតានៅក្នុងការុងក៏ថាឪពុកអើយម្ដេចមិនស្រែកប្រាប់ខ្ញុំកុំអីស្លាប់ទៅហើយគេបោដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយអំរែកអញធ្លាក់ទៅក្នុងទឹកតាលឺហើយឡាមឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះពុំហ៊ានគិតទៀតឡើយក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំឡោះនោះទៅសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់